ទីបំផុតប៉ូលីសឃាត់ខ្លួនអាដាដែលជាអ្នកកំងទុរេនថៃពីអាឡែនមកលក់នៅកំពង់ចាមបានហើយតែមហាជននៅឆ្ងល់ថាចុះមន្ត្រីនៅច្រកព្រំដែននោះថ្នាក់លើគិតយ៉ាងម៉េចវិញយ៉ាដាដែលមានឈ្មោះពិតថាព្រំសុកណុយដែលជាអ្នកកំងផ្លែទុរេនថៃពីអាឡែនយកទៅលក់នៅខេត្តកំពង់ចាមត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមឃាត់ខ្លួនបានហើយនិងបានប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីម្សិលមិញនេះបើតាមការបង្ហោះនៅលើគណនីផ្លូវការរបស់លោកផែងវណ្ណៈនារសៀលថ្ងៃទី26ខែឧសភាឆ្នាំ2026នេះជាមួយគ្នានេះលោកផែងវណ្ណៈបានលើកឡើងថាមន្ត្រីនៅច្រកតំបន់អូរំដួលហៅច្រកកាប៊ីនខេត្តបាត់ដំបងមិនទាន់មានមន្ត្រីណាម្នាក់ទទួលខុសត្រូវនៅឡើយទេយ៉ាងណាក្រោយមហាជនបានឃើញថាសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះព្រំសុកណុយហៅយ៉ាដាបែបនេះមហាជនខ្លះក៏បានសាទរគណៈមហាជនខ្លះក៏បានលើកឡើងជាចម្ងល់ថាហេតុអ្វីចាប់តែអ្នកនាំចូលនិងអ្នកបញ្ជាទិញបែបនេះហេតុអីមិនចាប់មន្ត្រីដែលនៅច្រកព្រំដែននោះផងជាក់ស្ដែងប្រដ្ឋម្នាក់បានខមមិនថាមិនគួរធ្វើបាបរាជទេរឿងព្រំដែនបិទចិត្តឬមិនចិត្តវាជារឿងរបស់អាជ្ញាធរមានសមត្ថកិច្ចទេតើត្រូវចាប់មន្ត្រីនៅច្រកព្រំដែនដែលបើកដៃឲ្យឈ្មួញដឹកទុរេនចូលដីខ្មែរនិងអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវតែទទួលទោសដោយអ្នកបញ្ជាទិញដែរចំណែកប្រដ្ឋម្នាក់ទៀតបានខមមិនដែរថានិយាយតាមត្រង់ឃើញរូបនេះហើយគួរឲ្យសង្វេគមិនកាន់ជើងឬគាំទ្រពួកអាលក់របស់ចៅសៀមនោះទេតើអ្នកលក់ទុរេននៅប្រទេសកម្ពុជាមានប៉ុន្មានភាគរយដែលស្មោះត្រង់លក់របស់ខ្មែរនោះហើយទុរេនខ្មែរមានលក់ស្ទើរគ្រប់រដូវកាលជឿដែរមែនទេសូម្បីអ្នកលក់ល្បីៗនៅរាជធានីភ្នំពេញរាល់ថ្ងៃនេះក៏ប្រហែលពិបាកជឿដែររីឯម្នាក់ស្រីនេះខ្ញុំស្អប់មែនតែនៅក្នុងសភាពមានកូននៅក្នុងពោះប៉ុនកញ្ជើនេះហើយមើលហើយសង្វេគបើជាប់គុកមែនកូនក្នុងពោះក៏ត្រូវជាប់គុកដែរមើលហើយសង្វេគណាស់សូមជម្រាបថាឈ្មោះព្រំសុកណុយហៅយ៉ាដាជាអ្នកដែលបានកំងទិញទុរេនពីឈ្មោះអឿនសាឡែនចំនួន3លើកដោយលើកទី1នៅថ្ងៃទី17និងលើកទី2នៅថ្ងៃទី19និងលើកទី3នៅថ្ងៃទី21ខែមេសាឆ្នាំ2026រាល់ទំនិញដែលនាំចូលទាំង3លើកគឺមានការលាក់បំបាំងមិនមានការអនុញ្ញាតនិងមិនបានបង់ពន្ធគយនោះឡើយយ៉ាងណាក្រោយផ្ទុះរឿងទុរេនថៃនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះអឿនសាឡែនយកមកសួរនាំហើយឈ្មោះអឿនសាឡែនបានឆ្លើយសារភាពថាឈ្មោះព្រំសុកណុយហៅយ៉ាដាគឺជាអ្នកបញ្ជាទិញពីខ្លួនយ៉ាងណាបើតាមសេចក្តីប្រកាសរបស់អัยការអមសាលាដំបងខេត្តបាត់ដំបងដែលចេញផ្សាយកាលពីថ្ងៃទី7ខែឧសភាឆ្នាំ2026គឺតំណាងអัยការបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យឈ្មោះព្រំសុកណុយហៅយ៉ាដាភេទស្រីអាយុ26ឆ្នាំពីបទផ្ដើមគំនិតក្នុងអំពើលួចនាំចូលទំនិញកិច្ចពន្ធប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូរំដួលហៅកាប៊ីនស្ថិតនៅក្នុងឃុំអូរំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា28នៃក្រមព្រហ្មទណ្ឌនិងមាត្រា75នៃច្បាប់ស្តីពីកុយនិងជនសង្ស័យឈ្មោះអឿនសាឡែនភេទស្រីអាយុ21ឆ្នាំនិងបាក់ពួកពីបទការលួចនាំចូលទំនិញកិច្ចពន្ធប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូរំដួលស្ថិតនៅក្នុងឃុំអូរំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីថ្ងៃទី17 19និង21ខែមេសាឆ្នាំ2026បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា75នៃច្បាប់ស្តីពីកុយតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ347អយកចុះថ្ងៃទី7ខែឧសភាឆ្នាំ2026បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់